2006年に奈良県田原本町の自宅に火をつけ、母親と弟、妹の3人を殺害したとして、当時16歳の少年が中等少年院送致の保護処分を受けました。ករណីដុតផ្ទះព្រោះខឹងនឹងប៉ារបស់ខ្លួនចន្លោះអាយុ14ទៅ16ឆ្នាំគឺជាពេលវេលាមួយដែលក្មេងៗភាគច្រើនមានអត្តចរិតរឹងរូសជាមួយនឹងអាណាព្យាបាលនិយាយអ្វីតិចតួចមិនបានហើយវាក៏ជាពេលវេលាមួយដែលអាណាព្យាបាលមួយចំនួនតែងតែមានការរៀបចំទុកដាក់ឲ្យកូនរបស់ខ្លួនប៉ុន្តែនៅពេលដែលកូនរបស់ពួកគាត់មិនបានធ្វើដូចអ្វីដែលពួកគាត់រំពឹងទុកពួកគាត់នឹងមានការខកចិត្តហើយព្រួយបារម្ភចំពោះអនាគតកូនរបស់ពួកគាត់រហូតកើតចេញជាការប្រើប្រាស់អំពើហិង្សាតាមរយៈពាក្យសម្ដីនិងហិង្សាដោយកម្លាំងប៉ុន្តែពួកគាត់ភ្លេចគិតថាការធ្វើបែបនោះចំពោះកូនវាបានคล้ายទៅជាសម្ពាធផ្នែកអារម្មណ៍ទៅវិញនោះទេដូចករណីនៅក្នុងថ្ងៃនេះក្មេងប្រុសម្នាក់បានសម្រេចចិត្តដុតផ្ទះរបស់ខ្លួនព្រោះតែអស់ការទ្រាំជាមួយនឹងទង្វើហិង្សាប៉ារបស់ខ្លួនលែងបានបណ្ដាលឲ្យប្អូនប្រុសម្នាក់ប្អូនស្រីម្នាក់និងម៉ាក់ចុងរបស់គេដេកស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអណយអធមជាទីបំផុតនៅថ្ងៃទី20មិថុនាឆ្នាំ2006ស្ថិតក្នុងខេត្តណារៈនៃប្រទេសជប៉ុនមានករណីក្មេងប្រុសអាយុ16ឆ្នាំម្នាក់បានសម្លាប់ទៅលើសមាជិកគ្រួសាររបស់ខ្លួនដោយអស់ទ្រាំនឹងការប្រើប្រាស់អំពើហិង្សាពីសំណាក់ប៉ារបស់គេលែងបានដោយសារក្មេងប្រុសនោះជាអនិច្ចជនចឹងហើយមិនមានការបង្ហាញឈ្មោះជាសាធារណៈនោះទេដូច្នេះហើយខ្ញុំសូមហៅគាត់ថាជាក្មេងប្រុស A ក្មេងប្រុស A បានកើតនៅក្នុងគ្រួសារមួយមានជីវភាពធូរធារដោយប៉ារបស់គេគឺជាគ្រូពេទ្យហើយក្មេងប្រុស A គឺជាកូនប្រុសច្បងនៅក្នុងគ្រួសារប៉ារបស់ក្មេងប្រុស A មានបំណងចង់ឲ្យក្មេងប្រុស A ក្លាយជាគ្រូពេទ្យដូចខ្លួនដែរហើយវាក៏បានក្លាយជាមូលហេតុដែលបណ្ដាលឲ្យមានករណីដ៏រន្ធត់នេះបានកើតមានផងដែរនៅក្នុងប្រទេសជប៉ុនកាលពីមុនកូនប្រុសច្បងត្រូវមានកាតព្វកិច្ចស្នងតំណែងពីឪពុកប៉ុន្តែបច្ចុប្បន្ននេះផ្នត់គំនិតទាំងអស់នោះបានបាត់បន្តិចម្ដងហើយនៅក្នុងឆ្នាំ1990ក្មេងប្រុស A ជាមួយប៉ាម៉ាក់និងប្អូនស្រីរបស់គេបានរស់នៅក្នុងអាផាតមិនមួយកន្លែងនៅក្នុងស្រុកណារ៉ាដោយបានកើតមកជាកូនប្រុសច្បងនៅត្រឹមអាយុ1ឆ្នាំក្មេងប្រុស A ត្រូវបានប៉ារបស់គេបញ្ជូនឲ្យទៅចូលរៀននៅក្នុងសាលាបង្រៀនក្មេងតូចៗហើយនៅពេលដែលគេគ្រប់អាយុចូលរៀនសាលាមត្តេយ្យក្មេងប្រុស A ត្រូវបានប៉ារបស់គេឲ្យទៅរៀនគួរហើយក្រៅពីការរៀនសូត្រក្មេងប្រុស A ក៏ត្រូវបានប៉ារបស់គេបញ្ជូនឲ្យទៅចូលរួមជាមួយនឹងក្រុមកីឡាហែលទឹកនិងកីឡាបាល់ទាត់ផងដែរហើយនៅពេលត្រឡប់មកផ្ទះវិញគេក៏ត្រូវបន្តរៀនដល់យប់ជ្រៅជារៀងរាល់ថ្ងៃផ្ទុយទៅវិញប៉ារបស់គេតែងតែប្រើប្រាស់អំពើហិង្សាចំពោះម៉ាក់របស់គេជារឿយៗដោយទ្រាំលែងបានចំពោះការប្រើប្រាស់ហិង្សារបស់ប្តីមិនបានតទៅទៀតម៉ាក់របស់ក្មេងប្រុស A ក៏បាននាំកូនស្រីចាកចេញពីផ្ទះបាត់ទៅដោយទុកឲ្យក្មេងប្រុស A រស់នៅជាមួយនឹងប៉ារបស់គេតែ2នាក់ក្រោយមកពួកគេក៏បានផ្លាស់ទៅនៅជាមួយនឹងយាយតាខាងប៉ាវិញនៅកំឡុងពេលក្មេងប្រុស A ចូលរៀនសាលាបឋមប៉ាម៉ាក់របស់គេក៏បានលែងលះគ្នាជាស្ថាពរក្រោយពីបានលែងលះគ្នាបានត្រឹមតែកន្លះឆ្នាំប៉ារបស់ក្មេងប្រុស A បានរៀបការជាមួយប្រពន្ធថ្មីម្នាក់ទៀតដែលត្រូវជាមិត្តរួមការងារជាមួយគ្នាហើយពួកគេបានបង្កើតកូនប្រុសម្នាក់និងកូនស្រីម្នាក់ទៀតនិងបានបែកទៅរស់នៅផ្ទះផ្សេងដែលនៅក្បែរផ្ទះយាយតារបស់ក្មេងប្រុស A ស្ថិតក្នុងផ្ទះថ្មីនោះជីវភាពគ្រួសាររបស់ក្មេងប្រុស A ក៏ចាប់ផ្ដើមមានភាពរញ៉េរញ៉ៃហើយវាគឺជាបរិយាកាសដ៏អាក្រក់ចំពោះក្មេងប្រុស A ដោយជាការស្រឡាញ់របស់ខ្លួនក៏ដូចជាបំណងប៉ារបស់គេផងក្នុងការចង់ក្លាយជាគ្រូពេទ្យនៅពេលដែលបញ្ចប់ថ្នាក់បឋមសិក្សាក្មេងប្រុស A បានសរសេរអំពីក្តីសម័យរបស់ខ្លួនថាខ្លួនចង់ក្លាយទៅជាគ្រូពេទ្យក្រោយមកដើម្បីសម្រេចក្តីសម័យរបស់ខ្លួនក្មេងប្រុស A ក៏បានចូលរៀននៅក្នុងសាលាមួយដែលបណ្ដុំទៅដោយសិស្សពូកែមកពីទូទាំងប្រទេសហើយប៉ារបស់គេបានបង្ខំឲ្យក្មេងប្រុស A ឈប់លេងបាល់ទាត់បដូរទៅចូលរួមជាមួយក្រុមកីឡាកាប់ដាវជំនួសវិញដូច្នេះហើយវាបានធ្វើឲ្យក្មេងប្រុស A កាន់តែរវល់ជាងមុនទៅទៀតដែលជាហេតុធ្វើឲ្យគេហាក់មិនពេញចិត្តចំពោះប៉ារបស់ខ្លួនឡើយចាប់តាំងពីពេលនោះមកទំនាក់ទំនងប៉ាកូនរបស់អ្នកទាំងពីរមិនសូវល្អដូចមុនឡើយនៅពេលក្មេងប្រុស A រៀនថ្នាក់ទី7គេប្រឡងបានពិន្ទុមិនសូវល្អគ្រប់មុខវិជ្ជាពលគឺស្ថិតក្រោមពិន្ទុជាមធ្យមហើយក្នុងនោះក៏មានមុខវិជ្ជាដែលប៉ារបស់ខ្លួនយកចិត្តទុកដាក់ខ្លាំងផងដែរដូច្នេះហើយក្មេងប្រុស A មិនហ៊ានបង្ហាញលទ្ធផលនោះទៅកាន់ប៉ារបស់គេនោះទេហើយគេបានយកលទ្ធផលប្រឡងនោះទៅកូពីរួចកែបន្ទុកប៉ុន្តែត្រូវបានប៉ារបស់គេដឹងហើយក៏បានធ្វើការវាយក្មេងប្រុស A យ៉ាងដំណំ
ដែលវាកាន់តែធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែពិបាកទៅមួយកម្រិតទៀតក្រោយពីរឿងនោះបានកើតឡើងកំឡុងរៀនថ្នាក់ទី9ដោយក្មេងប្រុស A បានលួចមើលគ្នានៅពេលដែលប្រឡងហើយរឿងនោះក៏បានដឹងដល់ប៉ារបស់គេក្មេងប្រុស A ក៏ត្រូវបានប៉ារបស់គេវាយក្បាលនិងផ្ទៃមុខសារជាថ្មីម្ដងទៀតក្រោយមកក្មេងប្រុស A បាននិយាយជាមួយមិត្តភ័ក្តិអំពីរឿងរ៉ាវដែលគេតែងតែត្រូវបានប៉ារបស់គេវាយនៅពេលដែលប្រឡងបានពិន្ទុតិចហើយក្មេងប្រុស A ចាប់ផ្ដើមមានការភ័យខ្លាចចំពោះរឿងនោះយ៉ាងខ្លាំងដោយត្រូវទ្រាំនឹងអំពើហិង្សាពីសំណាក់ប៉ារបស់ខ្លួនផងហើយត្រូវទៅរៀននៅក្នុងសាលាដែលបណ្ដុំទៅដោយសិស្សពូកែផងក្មេងប្រុស A ចាប់ផ្ដើមទទួលរងសម្ពាធខ្លាំងឡើងដែលជាហេតុធ្វើឲ្យគេទទួលលទ្ធផលមិនសូវល្អសោះនៅថ្ងៃដែលមិនមានម៉ោងរៀនក្មេងប្រុស A ត្រូវបានប៉ារបស់គេបង្ខំឲ្យរៀនតាមសៀវភៅដែលគាត់បានឲ្យចាប់តាំងពីម៉ោង 7 កន្លះយប់រហូតដល់ម៉ោង 12 ប៉ុន្តែនៅពេលដែលក្មេងប្រុស A ធ្វើលំហាត់បន្ទាន់ឬក៏ធ្វើខុសនឹងត្រូវប៉ារបស់គេបោចសក់វាយទាត់និងពេលខ្លះយកខ្មៅដៃចាក់ក្បាលក៏មានដែលធ្វើឲ្យក្មេងប្រុស A ចាប់ផ្ដើមទ្រាំមិនបានទាំងផ្លូវកាយនិងផ្លូវចិត្តនៅថ្ងៃទី 5 មិថុនាឆ្នាំ 2006 ក្មេងប្រុស A ប្រឡងមុខវិជ្ជាភាសាអង់គ្លេសបានពិន្ទុទាបជាងពិន្ទុជាមធ្យមចំនួន20ពិន្ទុហើយត្រូវបានប៉ារបស់គេវាយម្ដងទៀតនិងបានប្រមានថាតែហ៊ានកុហកទៀតលើកក្រោយគាត់នឹងសម្លាប់ចោលជាមិនខានប៉ុន្តែដោយសារតែគ្មានជំរើសគេក៏បានកុហកប៉ារបស់គេម្ដងទៀតដោយបាននិយាយថាខ្លួនប្រឡងបានពិន្ទុលើសពីពិន្ទុជាមធ្យមចំនួន7ពិន្ទុនៅថ្ងៃទី 20 ខែដដែលនៅក្នុងសាលារបស់គេមានកម្មវិធីប្រជុំអាណាព្យាបាលក្មេងប្រុស A បានគិតថារឿងដែលគេកុហកប៉ារបស់ខ្លួនប្រកាសជាត្រូវបែកការនៅក្នុងថ្ងៃនោះជាមិនខានដើម្បីគេចពីការវាយធ្វើបាបពីសំណាក់ប៉ារបស់គេគឺមានតែសម្លាប់ប៉ារបស់ខ្លួនទេដំបូងឡើយក្មេងប្រុស A បានគិតថានឹងយកកាំបិតដើម្បីចាក់សម្លាប់ប៉ារបស់គេប៉ុន្តែដោយសារតែប៉ារបស់គេគឺជាមនុស្សដែលមានកម្លាំងខ្លាំងជាងគេក៏បានគិតរកវិធីថ្មីហើយក្មេងប្រុស A ក៏បានសម្រេចយកញញួរដើម្បីអនុវត្តផែនការរបស់គេនៅថ្ងៃទី 8 មិថុនាម៉ោង 3 ព្រឹកក្មេងប្រុស A បានកាន់ញញួរហើយដើរចូលទៅក្នុងបន្ទប់ប៉ារបស់ខ្លួននៅពេលដែលបំរុងនឹងធ្វើសកម្មភាពភ្លាមនោះប៉ារបស់គេក៏បានដឹងខ្លួនហើយសួរទៅកាន់ក្មេងប្រុស A ថាតើឯងកំពុងធ្វើអ្វីក្មេងប្រុស A ក៏បាននិយាយបន្លប់ហើយដើរចេញពីកន្លែងនោះបាត់ទៅក្រោយពីផែនការទី1មិនបានសម្រេចក្មេងប្រុស A បានរៀបចំផែនការទី2ដោយគេគិតថានៅក្នុងផ្ទះនោះមិនមានអនុស្សាវរីយ៍ល្អសម្រាប់គេនោះទេដូច្នេះហើយលើកនេះគេមានគម្រោងដុតផ្ទះនោះចោលតែម្ដងចំណុចគោលដៅគឺជាបន្ទប់ដេកប៉ារបស់គេហើយគេបានកំណត់យកថ្ងៃទី 19 មិថុនាដើម្បីធ្វើសកម្មភាពប៉ុន្តែនៅពេលដែលដល់ថ្ងៃធ្វើសកម្មភាពក្មេងប្រុស A បានដេកលក់ដោយមិនឮសំឡេងម៉ោងរោផែនការទី2របស់គេក៏ត្រូវបានបរាជ័យទៀតពេលវេលាចេះតែកន្លងផុតទៅនៅសល់តែមួយថ្ងៃទៀតដល់ថ្ងៃប្រជុំអាណាព្យាបាលនៅថ្ងៃទី 20 មិថុនាឆ្នាំ 2006 វេលាម៉ោង 4:15 នាទីព្រឹកក្មេងប្រុស A បានក្រោកឡើងហើយបានទៅយកលុយមួយចំនួនសម្រាប់ការរត់គេចខ្លួនហើយក៏បានដុតផ្ទះរបស់ខ្លួនតែម្ដងតែនៅក្នុងនោះមិនមានវត្តមានប៉ារបស់គេនោះទេគឺមានតែប្អូន2នាក់និងម៉ាក់ចុងរបស់គេតែប៉ុណ្ណោះដើម្បីកុំឲ្យប៉ារបស់គេតាក់ទងទៅគេបានក្មេងប្រុស A បានបោកគំទេចទូរស័ព្ទហើយក៏បានរត់គេចខ្លួនបាត់ដោយគេមិនមានបំណងបង្កគ្រោះថ្នាក់ដល់ប្អូននិងម៉ាក់ចុងរបស់គេនោះទេដំបូងក្មេងប្រុស A បានគិតថានៅពេលដែលពួកគេដឹងថាមានភ្លើងឆេះប្អូនទាំងពីររបស់គេប្រកាសជារត់គេចចេញតាមបង្អួចជាមិនខានប៉ុន្តែគ្រប់យ៉ាងវាមិនដូចអ្វីដែលគេបានគិតនោះទេនៅថ្ងៃទី 20 មិថុនាឆ្នាំ 2006 វេលាម៉ោង 5:17 នាទីព្រឹកអ្នកជិតខាងរបស់ក្មេងប្រុស A បានឮសំឡេងផ្ទុះនៅពេលដែលចេញទៅមើលក៏ឃើញមានភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅហើយក៏បានទេទូរស័ព្ទទៅឡានពន្លត់អគ្គិភ័យវេលាម៉ោងប្រហែល 6 ព្រឹកភ្លើងក៏ត្រូវបានពន្លត់ហើយបានប្រទះឃើញសាកសពម៉ាក់ចុងនិងប្អូនទាំងពីររបស់ក្មេងប្រុស A នៅនឹងកន្លែងកាត់ហេតុអ្នកទាំង3ត្រូវបានស្លាប់ដោយសារពីដានផ្ទះបាក់ធ្លាក់សង្កត់ពីលើកំឡុងពេលកំពុងដេកលក់ក្រោយពីបានពិនិត្យកន្លែងកាត់ហេតុនិងបានរកឃើញថាមានសារធាតុប្រេងជាមួយនឹងការបាត់ខ្លួនកូនប្រុសច្បងផងនោះក្រុមប៉ូលីសក៏បានដាក់ការសង្ស័យទៅលើក្មេងប្រុស A អាចនឹងមានការពាក់ព័ន្ធនឹងករណីនេះក្រុមប៉ូលីសបានចាត់កម្លាំងដើម្បីស្វែងរកក្មេងប្រុស A ដោយមានការចូលរួមសហការពីប៉ូលីសទូទាំងប្រទេសជប៉ុនចំពោះក្មេងប្រុស A គេបានបរាជ័យក្នុងការរត់គេចបន្ទាប់ពីបានដុតផ្ទះរួចគេបានរត់ទៅដល់ស្ថានីយ៍រថភ្លើងប៉ុន្តែគេមិនបានទៅស្ថានីយ៍រថភ្លើងដែលនៅជិតផ្ទះរបស់គេនោះទេ
នៅម៉ោង 6:30 នាទីព្រឹកក្មេងប្រុស A ក៏បានទៅដល់ស្ថានីយ៍រថភ្លើងដោយអស់កម្លាំងខ្លាំងពេកគេក៏បានដេកនៅនឹងកន្លែងរងចាំតាក់ស៊ីអស់រយៈពេល 2 ម៉ោងហើយបានជិះរថភ្លើងឆ្ពោះទៅកាន់ខេត្តក្យូតូនៅលើរថភ្លើងគេក៏បានដេកលក់រហូតមិនដឹងរថភ្លើងទៅដល់ចំណតនិងបានជិះត្រឡប់មកខេត្តណារៈវិញគេបន្តជិះរថភ្លើងត្រឡប់ទៅខេត្តក្យូតូវិញនៅពេលដែលទៅដល់ក្យូតូមេឃក៏បានងងឹតបាត់ទៅហើយក្មេងប្រុស A បានដេកនៅសួនមួយកន្លែងលុះយប់ទៅអាកាសធាតុក៏ចុះត្រជាក់ដោយទ្រាំនឹងរងាមិនបានគេក៏បានលួចចូលដេកនៅក្នុងឡានដែលបានចតនៅក្បែរនោះយ៉ាងណាក៏នៅតែមិនអាចទ្រាំបានជាមួយនឹងពស់ក៏ឃ្លានទៀតក្មេងប្រុស A ក៏បានសម្រេចចិត្តកាត់សំណាញ់បង្អួចហើយលួចចូលផ្ទះអ្នកភូមិដែលនៅក្បែរនោះក្រោយមកគេបានកាត់ខ្សែទូរស័ព្ទនិងបានបើកទូទឹកកកយករបស់ញ៉ាំហើយសម្រាកនៅលើសាឡុងដោយគេមានបំណងចង់បើកទូរទស្សន៍ដើម្បីមើលបាល់ទាត់ប៉ុន្តែដោយអស់កម្លាំងខ្លាំងពេកក្មេងប្រុស A ក៏បានដេកលក់បាត់ទៅនៅម៉ោង 7:45 នាទីព្រឹកនៅថ្ងៃបន្ទាប់ម្ចាស់ផ្ទះក៏បានដឹងថាមានមនុស្សមិនស្គាល់មុខលួចចូលផ្ទះរបស់ខ្លួនក៏បានស្រែកឆោឡោក្មេងប្រុស A ភ័យខ្លាំងពេកក៏បានស្ទុះរត់យ៉ាងលឿនគេចខ្លួនបាត់ទៅក្រោយមកម្ចាស់ផ្ទះក៏បានទេទូរស័ព្ទទៅប្តឹងប៉ូលីសអំពីក្មេងប្រុស A បានលួចចូលផ្ទះរបស់ខ្លួននៅពេលកំពុងរត់គេចក្មេងប្រុស A ត្រូវបានប៉ូលីសប្រទះឃើញហើយបានហៅមកសួរនាំទើបដឹងថាគឺជាក្មេងប្រុសដែលបានរត់គេចពីខេត្តណារៈរួចប៉ូលីសបាននិយាយប្រាប់អំពីរឿងរ៉ាវនៃការស្លាប់ប្អូននិងម៉ាក់ចុងរបស់គេក្នុងហេតុការណ៍ភ្លើងឆេះនោះក្មេងប្រុស A បានយំបណ្ដាហើយសារភាពថាខ្ញុំគឺជាអ្នកដុតហើយក៏ត្រូវបានប៉ូលីសចាប់ខ្លួនពីបទបង្កឲ្យមានអគ្គិភ័យនិងសម្លាប់មនុស្សនៅថ្ងៃទី 13 ដុល្លារឆ្នាំ 2006 លទ្ធផលពិនិត្យស្ថានភាពផ្លូវចិត្តរបស់ក្មេងប្រុស A បានចេញមកហើយត្រូវបានប៉ូលីសដាក់ទៅកាន់តុលាការរបស់ខេត្តណារៈជាលទ្ធផលក្មេងប្រុស A ត្រូវបានពិនិត្យរកឃើញថាមានបញ្ហាស្មារតីដោយគេមិនអាចទទួលស្គាល់កំហុសរបស់ខ្លួននិងជាជនរងគ្រោះនៃអំពើហិង្សាពីសំណាក់ប៉ារបស់គេតាមរយៈលទ្ធផលនេះតុលាការបានសម្រេចថាក្មេងប្រុស A មានទោសសម្លាប់មនុស្សពិតមែនប៉ុន្តែក្នុងកម្រិតស្រាលហើយតុលាការក៏បានសង្កត់ធ្ងន់អំពីមូលហេតុដែលនាំឲ្យមានករណីនេះកើតឡើងទី1គឺបណ្ដាលមកពីបរិយាកាសដែលគេរស់នៅពោពេញដោយការប្រើប្រាស់អំពើហិង្សាទី2បណ្ដាលមកពីបញ្ហាស្មារតីរបស់ក្មេងប្រុស A យោងតាមហេតុផលទាំងនេះក៏មានការស្នើសុំឲ្យមានការសម្រេចទោសជាថ្មីម្ដងទៀតក្រោយមកក្មេងប្រុស A ត្រូវបានតុលាការសម្រេចបញ្ជូនចូលទៅក្នុងមណ្ឌលកែប្រែចំពោះប៉ារបស់ក្មេងប្រុស A គឺគាត់ត្រូវប្រឈមនឹងការបាត់បង់ពីរ 1. ការបាត់បង់គ្រួសារ 2. មានវិប្បដិសារីចំពោះក្មេងប្រុស A គាត់បាននិយាយថាទង្វើរបស់ក្មេងប្រុស A គឺមិនអាចលើកលែងបាននោះទេប៉ុន្តែគាត់គឺជាអ្នកធ្វើឲ្យកូនប្រុសរបស់គាត់ទៅជាបែបនោះគាត់គួរតែបើកចិត្តស្ដាប់កូនរបស់គាត់ឲ្យបានច្រើនជាងនេះហើយគាត់ពិតជាមានការសោកស្ដាយខ្លាំងណាស់ចំពោះរឿងនេះសង្ឃឹមថារឿងនេះគឺជាមេរៀនមួយសម្រាប់អាណាព្យាបាលគ្រប់រូបពេលខ្លះយើងគិតថាធ្វើបែបនេះល្អធ្វើបែបនោះល្អប៉ុន្តែក្មេងអាចនឹងមិនមានដងឬក៏មិនមានចំណង់ចំណូលចិត្តទៅលើរឿងនោះក៏ថាបានដូច្នេះហើយចំពោះអនាគតគួរតែទុកឲ្យសម័យខ្លួនជាអ្នកសម្រេចនិងទទួលយកលទ្ធផលដោយខ្លួនឯងបើសិនបានអ្នកទាំងអស់គ្នាចូលចិត្តរឿងរ៉ាវទាក់ទងទៅនឹងប្រទេសជប៉ុនមិនថាតែរឿងក្តីឃាតកម្មឬក៏ព្រឹត្តិការណ៍ផ្សេងៗនោះទេសូមចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីវីដេអូយើងចប់ត្រឹមហ្នឹងជួបគ្នាវីដេអូក្រោយជាមួយនឹងប្រធានបទថ្មី